ថ្ងៃនេះម៉ែទិញនំចំណីមកច្រើនណាស់យើងប្រកាសជាឆ្ងាញ់មាត់ហើយថ្ងៃនេះពិតមែនហើយអូនមើលចុះសុទ្ធតែនំឆ្ងាញ់ទាំងអស់ពិតជាមិនដឹងខ្យល់អីមែនចិញ្ចឹមយូរទៅខាតតែបាយតែម្ដងហើយគ្មានយល់ខុសឆ្គងអីបន្តិចសោះមិនមែនទេពុកនេះដោយសារតែពួកខ្ញុំឃ្លានពេកពួកឯងនេះបង្ករឿងឲ្យយើងហត់មាត់រាល់ថ្ងៃហើយយើងពិតជាហត់ចិត្តណាស់បងមិនក៏ពុកនឹងម៉ែយើងធ្វើបែបនេះដាក់យើងទៅវិញបងក៏មិនដឹងដែរអូនមិនដឹងថាពុកម៉ែយើងធ្វើបែបនេះដាក់យើងមានន័យថាយ៉ាងណានោះទេអូនឬមួយក៏ពួកគាត់ស្អប់យើងទេដឹងបើសិនជាគាត់ស្អប់យើងតាមមានមូលហេតុអ្វីទៅហើយបងដូចជាមិនយល់សោះហើយនេះម៉ែខ្ញុំសុំហូបដែរមកណាម៉ែទៅសុំពុករបស់ឯងទៅពងខ្ញុំសុំហូបដែរមកណាពងខ្ញុំឃ្លានខ្លាំងណាស់អើយមកសុំយើងធ្វើអីអាមិនក៏មិនសុំម៉ែឯងទៅម៉ែនឹងធ្វើហាក់ដូចជាពួកខ្ញុំមិនមែនជាកូនរបស់ពុកម៉ែអញ្ចឹងមើលចុះបានរបស់បានចំណៃហូបតែមាត់ឯងមិនគិតកូនទេអូហូឥឡូវនេះហ៊ានដំឡើងសម្លេងដាក់យើងផងហេឯងដោះស្លាប់ហើយមែនទេទៅចេញឲ្យផុតពីផ្ទះរបស់យើងទៅចេញទាំងពីរអ្នកនឹងណាទៅប្រយ័ត្នតែយើងទ្រាំមិនបានឆាប់ទៅចេញទៅនៅក្នុងភូមិដាច់ស្រយាលក្បែរជើងភ្នំមួយមានតាយាយ2នាក់រស់នៅជាមួយគ្នាបានកូន2នាក់កូនស្រីឈ្មោះធីតាកូនប្រុសឈ្មោះបូព៌ាគ្រួសាររបស់គាត់ប្រកបមុខរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតពួកគាត់ទាំងពីរមិនសូវយកចិត្តទុកដាក់ជាមួយកូនរបស់គាត់ឡើយថ្ងៃមួយយាយបានទៅផ្សារទិញនំចំណីមកជាច្រើនហើយកូនរបស់គាត់ត្រេកអរយ៉ាងខ្លាំងបងថ្ងៃនេះម៉ែទិញនំចំណីមកច្រើនណាស់យើងប្រកាសជាឆ្ងាញ់មាត់ហើយថ្ងៃនេះពិតមែនហើយអូនមើលចុះសុទ្ធតែនំឆ្ងាញ់ទាំងអស់ថ្ងៃនេះយើងទាំងអស់គ្នាហូបឲ្យអស់ដៃទៅណាបងពិតមែនហើយអូននេះបងបោឲ្យអូនហូបទៅបងក៏ដូចគ្នាហូបទៅបងហូបឲ្យច្រើនទៅពិតជាឆ្ងាញ់ណាស់អូនចាបងពិតជាឆ្ងាញ់ខ្លាំងណាស់ណែពួកឯងមិនក៏ផ្ដេសផ្ដាស់បែបនេះនំទាំងអស់នេះគឺយើងទិញមកទុកថ្វាយអ្នកតាទេណាមិនក៏ពួកឯងហ៊ានយកទៅស៊ីដោយគ្មានសួរនាំយើងបែបនេះហាម៉ែដោយសារតែខ្ញុំឃើញម៉ែទិញនំមកចានទុកចោលពួកខ្ញុំឃ្លានពេកក៏នាំគ្នាហូបបន្តិចទៅមែនហើយម៉ែហើយណាមួយមិនដឹងថាពុកម៉ែទៅណាបានជាពួកខ្ញុំមិនបានប្រាប់ពុកម៉ែពួកឯងនេះពិតជាមិនដឹងខ្យល់អីមែនចិញ្ចឹមយូរទៅខាតតែបាយតែម្ដងហើយគ្មានយល់ខុសឆ្គងអីបន្តិចសោះមិនមែនទេពុកនេះដោយសារតែពួកខ្ញុំឃ្លានពេកមែនហើយពងដោយសារតែផ្ទះរបស់យើងដាច់ស្រយាលនៅក្បែរជើងភ្នំកម្របាននំឆ្ងាញ់បែបនេះហូបណាស់ពុកម៉ែកុំបន្ទោសពួកយើងអីពួកឯងនេះបង្ករឿងឲ្យយើងហត់មាត់រាល់ថ្ងៃហើយយើងពិតជាហត់ចិត្តណាស់តាមការពិតទៅតានិងយាយហាមមិនឲ្យកូនរបស់ពួកគាត់ហូបមិនមែនគាត់ទុកថ្វាយអ្នកតានោះទេគឺពួកគាត់ទុកយកទៅសម្ងំហូបតែមាត់ឯងតែប៉ុណ្ណោះឆ្ងាញ់ណាស់តាវាអើយឆ្ងាញ់ណាស់មែនហើយយាយវាហូបឲ្យច្រើនទៅណាចាស់តាវាណែតែប៉ុណ្ណេះណាកូនយើងមិនដណ្ដើមជើងទៀតទេតាវាណែមែនហើយយាយវាទាំងពីរនាក់ហ្នឹងស៊ីច្រើនណាស់មិនបាច់ឲ្យវាស៊ីទេមែនទេយាយវាមែនហើយតាវានៅក្មេងមិនទៅឃ្លានអីណាទេទុកឲ្យយើងចាស់ជាអ្នកហូបវិញហូបទៅតាវាហូបឲ្យច្រើនទៅណាឆ្ងាញ់ណាស់បាទយាយវាក៏ដូចគ្នាណែហូបឲ្យច្រើនទៅណានៅពេលដែលតាយាយកំពុងតែសម្ងំហូបកូនរបស់គាត់ទាំងពីរក៏បានលបមើលឃើញផងដែរបងមិនក៏ពុកនឹងម៉ែយើងធ្វើបែបនេះដាក់យើងទៅវិញបងក៏មិនដឹងដែរអូនមិនដឹងថាពុកម៉ែយើងធ្វើបែបនេះដាក់យើងមានន័យថាយ៉ាងណានោះទេអូនឬមួយក៏ពួកគាត់ស្អប់យើងទេដឹងបើសិនជាគាត់ស្អប់យើងតាមមានមូលហេតុអ្វីទៅហើយបងដូចជាមិនយល់សោះហើយនេះធីតាធីតាចាម៉ែហៅខ្ញុំមានការអីគឺយើងចង់ឲ្យឯងពីអ្នកបងប្អូននេះទៅជីកដំឡូងនឹងណាជីកដំឡូងធ្វើអីតាម៉ែយីភ្លឺណាស់ចេះសួរតកើតដែរ
គឺជីយកមកស្ងោរស៊ីនឹងណាទៅឆាប់ទៅជីទៅចាម៉ៃ ធីតានិងបូព៌ាក៏នាំគ្នាសម្ដៅចូលទៅក្នុងព្រៃដើម្បីជីកដំឡូងដោយដែលម្ដាយបានប្រើ អូយក្តៅណាស់បងក្តៅអីក៏ក្តៅម្លេះហើយឃ្លានក៏ឃ្លានខ្លាចក៏ខ្លាចថែមទៀតមិនគួរណាម៉ែប្រើយើងមកតែពីរអ្នកអញ្ចឹងសោះ ទ្រាំបន្តិចទៅអូនបងជីកបានរៀងច្រើនដែរហើយឆាប់យកកត្រកមកនេះអូននឹងអាលនឹងបានទៅផ្ទះវិញណា ចាបងចាំទៅដល់ផ្ទះអូននឹងស្ងោរឲ្យបងញ៉ាំឲ្យបានឆ្ងាញ់មាត់មិនខានទេ ល្អណាស់អូនឆ្ងាញ់មាត់មិនខានទេយើងអើយអាមួយនេះធំសម្បើមណាស់យកកត្រកមកអូន ចាបងដាក់មកបងហឹងប្រកាសជាផ្អែមមាត់មិនខានទេបងធីតាធីតាហើយឯងនៅចាំដងកាលទៀតមិនក៏មិនឆាប់យកដំឡូងទៅស្ងោរទៅចាម៉ៃខ្ញុំយកទៅស្ងោរឥឡូវនេះហើយម៉ៃជីឯងនេះចាំទាត់តែជើងប្រាប់គ្រាន់តែរឿងប៉ុណ្ណឹងសោះគ្មានយល់ការអីតិចមែនខ្ញុំសុំទោសម៉ៃមិញនេះខ្ញុំរវល់តែយកដំឡូងទៅលាងសម្អាតឲ្យស្អាតអស់ដីនឹងណាម៉ៃបានជាខ្ញុំយកដំឡូងទៅស្ងោរជឿនឯងនេះនៅតមាត់តកជាមួយយើងនឹងហើយមិនដឹងថ្មណាជើងបានស៊ីដំឡូងឯងស្ងោរទេទៅឆាប់ទៅស្ងោរលេងនេះទៅណាហើយចាប់មែននាងកូនល្ងងនេះវើយចាម៉ៃខ្ញុំទៅហើយ ធីតាក៏បានយកដំឡូងទាំងអស់ទៅដាក់ស្ងោររហូតដល់ឆ្អិនរួចហើយនាងក៏បានយកទៅឲ្យពុកម៉ែរបស់នាងពិសា បងម៉ែដំឡូងឆ្អិនហើយដាក់ត្រង់នឹងហើយយូរហើយទើបតែឆ្អិនឯនេះប្រើអីក៏មិនបានដូចចិត្តដែរណា តានិងយាយក៏បានយកដំឡូងស្ងោរនោះហូបតែមាត់ឯង ម៉ែខ្ញុំសុំហូបដែរមកណាម៉ែទៅសុំពុករបស់ឯងទៅពងខ្ញុំសុំហូបដែរមកណាពងខ្ញុំឃ្លានខ្លាំងណាស់ អើយមកសុំយើងធ្វើអីអាមិនក៏មិនសុំម៉ែឯងទៅពុកម៉ែហេតុអីក៏ពុកម៉ែធ្វើបែបនេះពេលប្អូនសុំម៉ែម៉ែក៏ឲ្យទៅសុំពុកដល់ពេលគ្នាទៅសុំពុកក៏ដេញឲ្យទៅសុំម៉ែឬមួយក៏ពុកម៉ែមិនចង់ឲ្យខ្ញុំហើយនឹងប្អូនបានហូបទេម៉ែមិនឲ្យខ្ញុំហូបខ្ញុំមិនថាទេប៉ុន្តែម៉ែឲ្យធីតាហូបដែរទៅគ្នាឃ្លានណាស់ណាមួយម៉ែប្រើគ្នាមួយថ្ងៃហើយមិនបានសម្រាប់សោះ មើលវាហ៊ានមកនិយាយបដៅជើងផងហ៎ឯង ខ្ញុំមិនបដៅម៉ែទេប៉ុន្តែម៉ែនឹងធ្វើហាក់ដូចជាពួកខ្ញុំមិនមែនជាកូនរបស់ពុកម៉ែអញ្ចឹងមើលចុះបានរបស់បានចំណៃហូបតែមាត់ឯងមិនគិតកូនទេ អូហូឥឡូវនេះហ៊ានដំឡើងសម្លេងដាក់ជើងផងហ៎ឯងដុសស្លាប់ហើយមែនទេទៅចេញឲ្យផុតពីផ្ទះរបស់យើងទៅចេញទាំងពីរអ្នកនឹងណាទៅប្រយ័ត្នតែយើងទ្រាំមិនបានឆាប់ទៅចេញទៅ ទាំងពីរអ្នកបងប្អូនក៏នាំគ្នាចេញទៅដោយទុកឲ្យយាយតានៅហូបដំឡូងស្ងោរតែពីរនាក់ធីតាគិតថាយើងនៅជាមួយពុកម៉ែយើងទៀតច្បាស់ជាមិនបានទេអូនយើងប្រកាសជាដាច់ពោះស្លាប់មិនខានទេ បែបនេះតើយើងគួរធ្វើយ៉ាងណាទៅបងបើគ្មាននរណាម្នាក់ជាទីពឹងផងនោះ គឺយើងត្រូវតែចាក់ចេញពីផ្ទះមួយនេះហើយទោះបីគ្មាននរណាជាទីពឹងក៏ដោយព្រោះថាបើរស់នៅទីនេះយើងក៏គង់តែនឹងស្លាប់ដោយសារតែការអត់ឃ្លានមិនខានទេ ហើយយើងទៅនៅណាវិញទៅបង មកអូនឆាប់មកតាមបងមកពួកគេទាំងពីរនាក់ក៏បានចាក់ចេញពីឪពុកម្ដាយរបស់គេដោយដើរពនេចរត្រាច់ចរគ្មានគោលដៅបន្ទាប់មកពួកគេក៏ទៅដល់កន្លែងមួយហើយសម្រេចចិត្តតាំងលំនៅដោយសង់កូនខ្ទមដ៏តូចមួយនៅទីនោះធីតាអូននៅចាំខ្ទមទៅថ្ងៃនេះបងនឹងទៅក្នុងព្រៃដើម្បីទៅបាញ់សត្វយកមកអាំងហូប ចាបងប្រយ័ត្នប្រយែងផងណាបង មិនអីទេអូនបងនឹងឆាប់មកវិញទេអូននៅក្នុងខ្ទមទៅមិនបាច់ចេញទៅក្រៅទេពីព្រោះថាមេឃក្តៅណាស់ ចាអូនដឹងហើយបង បូព៌ាក៏បានទាញជំពាមរបស់ខ្លួនសម្ដៅដើរចូលទៅក្នុងព្រៃបាត់ទៅថ្លែងពីទេវតាដែលនៅឋានលើបានឃើញបូព៌ាហើយក៏មានកើតសេចក្តីអាណិតអាសូរជាពន់ពេកទ្រង់ក៏បានជប់សត្វលលកមួយក្បាលប្រកាសឡើងនៅចំពោះមុខរបស់បូព៌ាបើបាញ់ចំអញឲ្យស្រូវមួយគេបើបាញ់ចំអញឲ្យស្រូវមួយគេ
បើបាញ់ចំអញឲ្យស្រូវមួយកែយីមិនក៏សត្វលលោកនេះចេះនិយាយហើយពិតជាចម្លែកមែនយើងសាកបាញ់លងមើលសិនតើបានស្រូវមួយកែអីទៅបូព៌ាក៏បានទាញជំពាមបាញ់សម្ដៅទៅកាន់សត្វលលោកនោះភ្លាមមិនគួរឲ្យជឿឡើយត្រឹមតែគ្រាប់ជំពាមទី1របស់បូព៌ាក៏បានបាញ់ត្រូវសត្វលលោកនោះទៅហើយបូព៌ាក៏បានរើសសត្វលលោកនោះយកមកកាន់ខ្ទមតែម្ដងធីតាមកមើលណែថ្ងៃនេះបងបាញ់បានលលោកមួយល្អណាស់បងបាយក្រុមបន្លត់ទៅបងអូនបង្កាត់ភ្លើងអាំងអូនដឹងទេចម្លែកខ្លាំងណាស់លលោកនេះចេះនិយាយទៀតផងពិតមែនទេបងហើយចុះវានិយាយថាម៉េចទេគឺវានិយាយថាបើបាញ់ចំអញឲ្យស្រូវមួយកែកំពុងតែនិយាយបណ្ដាពន្លាត់ស្បែកលលោកដើម្បីយកទៅអាំងបណ្ដាស្រាប់តែយីអូនមើលក្នុងកែលលោកនេះតើជាអ្វីទៅបង គឺជាស្រូវពូជល្អណាស់អូនបែបនេះប្រកាសជាដូចពាក្យដែលលលោកថាហើយមើលទៅនោះបើបាញ់ត្រូវវាឲ្យស្រីយើងមកគេប្រកាសជាមានទេវតាចង់ជួយបងប្អូនរបស់យើងទាំងពីរនាក់ហើយបងនឹងយកស្រូវនេះទៅពង្រោះតែប៉ុណ្ណេះយើងលែងស៊ីអត់ស៊ីឃ្លានទៀតហើយអូនចាបងអូនពិតជាសប្បាយចិត្តណាស់បូព៌ានិងធីតាក៏បានយកស្រូវពីកែលលោកនោះយកទៅពង្រោះនៅលើដីដែលគេទុកចោលមិនយូរប៉ុន្មានដោយសារតែគ្រាប់ពូជស្រូវនេះជាគ្រាប់ពូជស្រូវវេទមន្តរបស់ទេវតាក៏បានធ្វើឲ្យស្រូវនោះទទួលបានទិន្នផលយ៉ាងមហាសាលបងបពៀមិនគួរឲ្យជឿសោះថាស្រូវរបស់យើងបានផលលឿនហើយខ្លាំងបែបនេះច្បាស់ណាស់ច្បាស់ជាស្រូវវេទមន្តពិតមែនហើយអូនក៏កិនចឹងដែរបងនឹងយកស្រូវទាំងអស់នេះទៅលក់ហើយបងនឹងយកលុយមកសង់ផ្ទះឲ្យធំស្កឹមស្កាយតែម្ដងណាអូនពិតមែនទេបងអូនពិតជាសប្បាយចិត្តណាស់ពួកយើងឡើងក្រខ្សត់ទៀតហើយណាបងពិតមែនហើយអូនចាប់ពីពេលនេះទៅបងនឹងមិនឲ្យប្អូនស្រីរបស់បងលំបាកទៀតទេចាបងអូនពិតជារំភើបចិត្តណាស់បូព៌ានិងធីតាបាននាំគ្នាខិតខំប្រមូលផលស្រូវហើយពួកគេក៏នាំគ្នាយកស្រូវទាំងអស់នោះយកទៅលក់បានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់អូយលុយច្រើនណាស់បងអូនមិនដាល់ស្រមៃថាបានលុយច្រើនបែបនេះពីមុនមកទេក្តីសម័យរបស់បងចិត្តខ្លាចជាការពិតហើយអូនផ្ទះយើងបងនឹងសង់ឲ្យស្កឹមស្កាយសម្រាប់ប្អូនស្រីរបស់បងរស់នៅចាបងអូនសប្បាយចិត្តណាស់អូនអរគុណបងហើយណាដែលបានមើលថែប្អូនស្រីម្នាក់នេះជំនួសពុកម៉ែបានយ៉ាងល្អបែបនេះក៏ព្រោះតែយើងមានតែបងប្អូនតែពីរនាក់នោះអីបូព៌ានិងប្អូនស្រីក៏បានសាងសង់ផ្ទះយ៉ាងស្កឹមស្កៃដោយដែលពួកគេបានគ្រោងទុកបងប្អូនពួកគេទាំងពីរនាក់នេះពិតជាស្រឡាញ់គ្នានិងមានការតស៊ូណាស់ដូច្នេះយើងត្រូវតែផ្ដល់រង្វាន់ឲ្យមួយទៀតសម្រាប់ពួកគេទេវតាក៏បានជប់គ្រាប់ល្ពើងមួយគ្រាប់ដាក់នៅគ្រែក្នុងផ្ទះរបស់ពួកគេបងបពៀមកមើលនេះមកណែស្អីគេទៅអូនគឺក្របលពៅនៅលើក្រែនេះណាបង ឯណាមើលឲ្យបងមើលបន្តិចមើលឬមួយក៏ឬមួយក៏អីទៅអូនឬមួយក៏ទេវតាប្រទានក្របលពៅនេះឲ្យយើងទៀតឲ្យបងមើលចុះវាមានពណ៌មាសល្អណាស់ពិតមែនហើយអូនណាបងនឹងយកក្របលពៅនេះទៅដាំល្អណាស់បង បូព៌ាក៏បានយកក្របលពៅនោះទៅដាំគ្រាន់តែគេកប់ក្របលពៅនោះចូលទៅក្នុងដីភ្លាមផ្ទៃដីទាំងមូលដុះចេញមកសុទ្ធតែផ្លែលពៅមានទងប្រងព្រាតវាពេញចំការចេញផ្លែចេញផ្កាភ្លាមតែម្ដងហាក់ដូចជាមិនគួរឲ្យជឿទាល់តែសោះអូហើយអស្ចារ្យខ្លាំងណាស់បងមិនគួរឲ្យជឿទេពិតមែនហើយអូនវាពិតជាអស្ចារ្យខ្លាំងណាស់បងក៏ស្មានមិនដល់ដែរអូនយើងពិតជាសំណាងណាស់ទេវតាពិតជាមានភ្នែកជួយដល់មនុស្សដែលមានការតស៊ូប្រឹងប្រែងព្យាយាមដូចជាយើងពិតមែនលើកនេះយើងនឹងកាន់តែមានខ្លាំងជាមិនខានទេអូនត្រូវណាស់បងយើងឆាប់ប្រមូលល្ពៅយកទៅលក់ឥឡូវនេះទៅបងធីតានិងបូព៌ាបានប្រមូលផលល្ពៅនោះយកទៅលក់ប៉ុន្តែទោះជាពួកគេបេះផ្លែល្ពៅនោះយកទៅលក់ជាច្រើនលើកច្រើនសារក៏ដោយ
ក៏ផ្លែល្ពៅនោះចេះតែចេញផ្លែភ្លាមមករហូតធ្វើឲ្យពួកគេខ្លាចជាអ្នកមានយ៉ាងខ្លាំង10ឆ្នាំក្រោយមកថ្លែងអំពីតានិងយាយដែលរស់នៅក្បែរជើងភ្នំជាឪពុកម្ដាយរបស់ធីតានិងបូព៌ាក៏មានវ័យចំណាស់ចាស់ជរាទៅពួកគាត់លែងធ្វើការប្រកបមុខរបរចិញ្ចឹមជីវិតបានដូចមុនទៀតហើយពួកគាត់រស់នៅកំសត់វេទនាយ៉ាងខ្លាំងព្រោះគ្មានកូននៅមើលថែតាវាបែរល្ពៅនេះមកអើយសពថ្ងៃនេះយើងរស់នៅពិតជាពិបាកខ្លាំងណាស់គ្មានអ្នកណាមើលថែសោះមែនហើយម៉ែវាអើយបើសិនជាមានកូននៅក្បែរមិនដឹងជាល្អយ៉ាងណាទេពេលនោះយើងមិនគួរធ្វើបែបនោះដាក់កូនសោះហើយណាសិតតែជាកំហុសរបស់ខ្ញុំទាំងអស់ណាតាវាខ្ញុំនេះអាក្រក់ខ្លាំងណាស់ជាមួយកូនបានជាកូនទៅចោលពួកយើងបែបនេះនិយាយអញ្ចឹងល្ពៅនេះពិតជាចម្លែកណាស់ម៉ែវាមិនដឹងជាម្ចាស់គេដាំនៅឯណាទេបានជាទងល្ពៅវារហូតមកដល់ក្បែរផ្ទះរបស់យើងយ៉ាងនេះអើយរាល់ថ្ងៃបានល្ពៅនឹងហើយគ្រាន់តែបានយកមកធ្វើម្ហូបបើមិនដូច្នោះទេដាច់ពោះស្លាប់មិនខានទេត្រូវហើយយាយវាខ្ញុំគិតថាយើងត្រូវតែទៅរកម្ចាស់ល្ពៅនេះហើយដើម្បីអរគុណគេតើយើងទៅរកគេដោយរបៀបណាទៅតាវាគឺដើរតាមទងល្ពៅនេះហើយយើងនឹងរកឃើញម្ចាស់គេមិនខានទេអូគំនិតល្អណាស់តាវាតើជើងទៅឥឡូវនេះតែម្ដងទៅណាតានិងយាយក៏បាននាំគ្នាដើរតាមទងល្ពៅរហូតទៅដល់ផ្ទះរបស់កូនគាត់នោះឃើញហើយយាយវាម្ចាស់ផ្ទះនោះច្បាស់ជាម្ចាស់ចំការល្ពៅមិនខានទេតោះយើងចូលទៅអរគុណគេទៅណាចាតោះតាវាតាយាយក៏បានដើរសម្ដៅទៅក្នុងផ្ទះរបស់ធីតានិងបូព៌ាម្ចាស់ផ្ទះអើយលោកម្ចាស់ផ្ទះណាមករកអីហ្នឹងពុកម៉ែមិនក៏ពុកម៉ែរកផ្ទះរបស់ខ្ញុំឃើញបូព៌ាជាឯងពិតមែនទេកូនម៉ែសឹងតែមើលមិនស្គាល់ទេបាទពិតជាខ្ញីចាស់មែនហើយហាំងពុកម៉ែមិនក៏ពុកម៉ែមកដល់ទីនេះគឺពុកនឹងម៉ែដើរតាមទងល្ពៅនឹងណាកូនគឺល្ពៅរបស់កូនវាបានវាទៅឆ្ងាយរហូតដល់ក្បែរផ្ទះម៉ែពុកម៉ែតែងតែបេះយកមកធ្វើម្ហូបរាល់ថ្ងៃទើបពុកម៉ែខំដើរតាមទងល្ពៅដើម្បីអរគុណដល់ម្ចាស់ល្ពៅនឹងណាកូនម៉ែមិននឹកស្មានថាពួកកូនសោះទើបជាម្ចាស់ល្ពៅមើលចុះផ្ទះធំស្កឹមស្កាយសម្បើមណាស់ឥឡូវនេះកិនចេះចុះពុកម៉ែអង្គុយលេងសិនទៅខ្ញុំនឹងធីតាទៅដាំស្លមកទទួលពុកម៉ែណាទាំងពីរអ្នកបងប្អូនក៏បានដើរទៅធ្វើម្ហូបបាត់ដោយទុកឲ្យតាយាយអង្គុយចាំនៅមុខផ្ទះចាំមើលចុងខ្ញុំនឹងដាក់ម្ទេសឲ្យច្រើនឲ្យកំហល់កាហាយពុកម៉ែលេបមិនរួញពុកម៉ែធ្វើបាបយើងច្រើនណាស់លើកនេះគាត់គួរតែទទួលបានមេរៀនម្ដងហើយទាំងពីរអ្នកបងប្អូនក៏បានបុកម្ទេសយ៉ាងច្រើនដាក់ចូលទៅក្នុងសម្លរួចពួកគេក៏បានលើកឲ្យទៅតាយាយពិសាអញ្ជើញពិសាទៅពុកម៉ែមិនហើយពុកម៉ែពិសាទៅពិសាអាចារ្យចានទៅណាកូនខំធ្វើឲ្យអស់ពីចិត្តហើយតាយាយទាំងពីរនាក់ក៏បានហូបបាយជាមួយសម្លដែលហិលក្រហល់ក្រហាយពោពេញទៅដោយម្ទេសនោះរួចហើយពួកគាត់ក៏បានស្រក់ទឹកភ្នែកពុកម៉ែហេតុអីក៏ពុកម៉ែយំសម្លមិនឆ្ងាញ់មែនទេពុកម៉ែមិនមែនទេកូនគឺព្រោះតែបាយក្តៅសម្លក្តៅរលឹកកូនចៅរលីងរលងទឹកភ្នែកអើយបាយក្តៅសម្លក្តៅនឹករលឹកកូនចៅរលីងរលងទឹកភ្នែកពួកគាត់នៅតែទន្ទិញពាក្យដដែលបែបនេះជាច្រើនដងធ្វើឲ្យកូនទាំងពីរនាក់កើតក្តីអាណិតចំពោះគាត់ជាពន់ពេកហើយពួកគេក៏សម្រេចចិត្តយកគាត់មកនៅជាមួយមើលថែរក្សាពួកគាត់ហើយបំភ្លេចរឿងពីមុនចោលទាំងអស់